រឿងខ្ញុំចង់ខ្លាចជាមនុស្សអាក្រក់ភាគទី10ដល់ភាគទី11កាត់មកដល់ភាគនេះគឺយើងឃើញថា2ឆ្នាំមកកន្លងផុតទៅហើយដែលស៊ីរួយរបស់យើងគឺមានអាយុ10ឆ្នាំស៊ិនស៊ីអានសូមកុំភ្លេចខ្ញុំហើយស៊ីរួយរបស់យើងក៏បានលីគ្នាដោយស្នាមញញឹមហើយនេះគឺជាឈុតនៅក្នុងប្រឡំលោកដើមដែលតួឯកស្រីរបស់យើងត្រូវចាក់ចេញពីលំនៅឋានគ្រួសារវាងដោយសារតែម្ដាយរបស់នាងបានរៀបការជាមួយបុរសដទៃទៀតហើយស៊ីស៊ីរបស់យើងក៏មានអាយុ10ឆ្នាំផងដែរតែមើលគេជំរាបលាគ្នាអត់មានមុខរីកអីសោះចឹងហាស៊ីស៊ីគឺថាមានសម្លេងមួយបាននិយាយថាតើមានអ្វីកើតឡើងអញកំពុងតែនឹកនាងមែនទេហើយយើងក៏ដឹងថាមានអាគេទៀតក៏វិវាងអីរបស់យើងនឹងដែលគាត់មានអាយុ15ឆ្នាំហើយខ្ញុំមិនចង់ជឿសោះថាឯងគឺជាមិត្តជិតស្និទ្ធនឹងកូនដែលបម្រើឯងនេះសមជាសត្វពិតមែនហើយមកមើលស៊ីស៊ីរបស់យើងវិញគឺថាធ្វើមកនឹងដូចកូនឆ្មាខ្ជូដក៏គេអត់ខ្វល់ពីសម្ដីពីខាងក្រៅគេអាឡែងតែមើលចិត្តកំណត់ខាងក្នុងដែលឃើញស្វាងអ៊ីនឹងនិយាយថាក៏ចង់និយាយពាក្យលាទៅកាន់ស៊ីរួយផងដែរប៉ុន្តែខ្ញុំមិនអាចធ្វើជាជនទី3របស់តួឯកប្រុសតួឯកស្រីឡើយតែពេលមើលការកាត់របស់វាងអ៊ីហើយគឺថាស៊ីស៊ីរបស់យើងគាត់បាននិយាយថាបងប្រុសតើបងមកទីនេះដើម្បីដាក់ទោសខ្ញុំមែនទេប៉ុន្តែដៃរបស់ខ្ញុំនៅតែឈឺតាំងពីម្សិលមិញនៅពេលឃើញអញ្ចឹងវាងអ៊ីរបស់យើងក៏បានឆ្ងល់ថាហេតុបានជាដៃរបស់ស៊ីស៊ីនៅតែមានស្នាមរបួសចឹងខ្ញុំចាំថាខ្ញុំបានសុំស៊ីរួយឲ្យជួយលើកថ្នាំឲ្យគាត់ហើយតើហើយវាងអ៊ីរបស់យើងបានគិតក្នុងចិត្តថាគាត់នឹងព្យាបាលរបួសឲ្យស៊ីស៊ីនៅពេលក្រោយព្រោះឥឡូវនេះគាត់នៅតែមានបេសកកម្មដែលត្រង់ពេញនៅថ្ងៃនេះហើយគាត់ក៏បានទាញបិទដៃឲ្យរបស់ស៊ីស៊ីហើយឪពុករបស់ពួកគេក៏បានមកដល់ទីនេះដែលនិយាយថាអូពីអ្នកបងប្អូនអញនៅទីនេះតើគាត់ជាឪពុកឈ្មោះវាងឆេងពេញនិងជាប្រធានសាជីវកម្មវាងហើយលោកវាងនឹងក៏បាននិយាយថាវាពិតជាល្អខ្លាំងណាស់ដូច្នេះហើយគាត់នឹងចាប់ផ្ដើមនៅត្រង់នេះដែលគាត់បាននិយាយថាគាត់បានបញ្ជូននរណាម្នាក់ឲ្យចុះឈ្មោះស៊ីស៊ីរបស់យើងចូលសាលារៀនជាមួយវាងអ៊ីរួចហើយគាត់ក៏បន្តទៀតថាចាប់ពីសប្តាហ៍ក្រោយតទៅពួកគេទាំងពីរអាចទៅរៀននៅសាលាជាមួយគ្នាហើយវាងអ៊ីរបស់យើងក៏ភ្ញាក់ថាអេស៊ីនស៊ីអានត្រូវទៅសាលារៀនហើយលោកវាងនឹងក៏បាននិយាយថាត្រូវហើយគឺក៏បានបន្តទៀតថាទោះបីជាស៊ីស៊ីរបស់យើងនឹងត្រូវបានម្ដាយបង្កើតរបស់គាត់ឃុំឃាំងនៅក្នុងផ្ទះក៏ដោយគាត់ពិតជាឆ្លាតខ្លាំងណាស់ហើយថែមទាំងបានបន្ទុកពេញក្នុងការប្រឡងចូលសាលាទៀតផងហើយស៊ីស៊ីរបស់យើងគឺមិនចាំយូរទេបានងាកមកមើលកំណត់របស់លោកវាងតែម្ដងដោយគាត់បាននិយាយថាស៊ីស៊ីនឹងគឺឆ្លាតជាងវាងអ៊ីដូច្នេះហើយគាត់នឹងចិញ្ចឹមបីបាច់ថែទាំស៊ីស៊ីឲ្យបានល្អជាងវិញក្រោយពីគាត់គិតក្នុងចិត្តរួចហើយគាត់ក៏បាននិយាយមកកាន់វាងអ៊ីថាស៊ីស៊ីនឹងសំជាកូនប្រុសរបស់គាត់ពិតមែនហើយបើថាស៊ីស៊ីរបស់យើងវិញគឺថាគ្មានមាត់ទេខ្ជិលមាត់ជាមួយតាហ្នឹងណាហើយវាងអ៊ីរបស់យើងក៏បានរុញស៊ីស៊ីចេញដល់និយាយថាវ៉ាវាពិតជាល្អខ្លាំងណាស់តាស៊ីស៊ីនឹងទៅរៀននៅសាលាដែរតើមែនទេហើយវាងអ៊ីរបស់យើងនឹងក៏បានបញ្ចេញស្នាមញញឹមទៅពឹសពលមកស៊ីស៊ីដែលនិយាយថាខ្លួនច្បាស់ជាមួយថាស៊ីស៊ីឲ្យបានល្អពេលឮអញ្ចឹងលោកវាងក៏បានសរសើរវាងអ៊ីថាជាក្មេងប្រុសល្អហើយវាងអ៊ីរបស់យើងក៏អរគុណមុននឹងដែលលោកវាងនឹងបានសរសើរអញ្ចឹងណាហើយលោកវាងក៏បាននិយាយថានឹងបកគលក្រុមហ៊ុនទៅឲ្យវាងអ៊ីកាន់កាប់នៅថ្ងៃអនាគតយ៉ាលោកវាងខំនិយាយល្អប៉ុណ្ណាណីប៉ុន្តែមើលស៊ីស៊ីពងមើលការគិតដោយលោកវាងនឹងបាននិយាយថាហាហាចំពោះអ្នកស្នងមរតកខ្ញុំមិនត្រូវសម្រេចចិត្តលឿនពេកទេហើយវាងអ៊ីរបស់យើងក៏បានអូសដៃលោកវាងចេញដល់និយាយថាគាត់នឹងដល់ពេលត្រូវទៅធ្វើការហើយទុកឲ្យខ្លួននឹងនៅលេងជាមួយស៊ីស៊ីបានយូរជាងនេះបន្តិចមកលោកវាងនឹងក៏បានសើចថាមិនអីទេតែក្នុងចិត្តវិញណាទៅគិតដល់លេខាថ្មីទៅមកអីណាឆ្កយថាលេខាថ្មីនឹងចង់សម្រាប់កូនឲ្យខ្លួនអីចឹងណាលមូបដល់កហើយនៅពេលដែលលោកវាងនឹងគាត់ចេញទៅបាត់គឺថាកស្រែភ្នែករបស់វាងអ៊ីវ៉ាវកាចខ្លាំងណាស់អញ្ចឹងអីគឺថាស៊ីស៊ីរបស់យើងបានភ័យខ្លាំងមែនតើណាហ្នឹងណាបងប្រុសស៊ីស៊ីរបស់យើងនិយាយមិនទាន់ចប់ផងគឺថាវាងអ៊ីរបស់យើងចាប់ផ្ដើមប្រតិបត្តិការធ្វើបាបវាងអ៊ីកំហៅយើងថាបងប្រុសតើអញគិតថាឯងអាចដណ្ដើមមរតករបស់យើងពេលដែលអញទៅសាលារៀនតើមែនទេឯងគុំសង្ឃឹមមិនសោះហើយវាងអ៊ីរបស់យើងក៏បានគិតក្នុងចិត្តថាអេតើខ្ញុំនឹងត្រូវមកវាគាត់ត្រូវសម្បត្តិតិចតួចនឹងឬហេតុអីបានជាបេសកកម្មចុងក្រោយក្នុងវ័យកុមារភាពរបស់តួឯកប្រុសត្រូវតែប្រេយសាយបែបនេះហើយវាងអ៊ីរបស់យើងនឹងក៏បានវាយស៊ីស៊ីប៉ុន្តែធ្វើដូចវាយខ្លាំងអញ្ចឹងណាតាមពិតវាយតិចសោះហ្នឹងស៊ីស៊ីរបស់យើងនឹងបានគិតថាបងប្រុសអ៊ីតែងតែទន់ភ្លន់បែបនេះតើគាត់ខ្សោយកម្លាំងដៃតើមែនទេស៊ីស៊ីរបស់យើងនឹងក៏ចង់បានន័យថាវាងអ៊ីនឹងខ្សោយសាច់ដុំដៃទើបបានវាយគេអត់សូវឈឺយីកូនគេខំវាយតិចអីចង់ឲ្យគេវាយឈឺហើយស៊ីស៊ីរបស់យើងនឹងក៏បាននិយាយថាអត់ទេខ្ញុំមិនដែលគិតចង់បានរបស់បងឡើយអូបើសិនជាបែបនោះតើឯងហ៊ានលុតជង្គង់ចោះហើយស្បត់ដោយភាពស្មោះត្រង់ចំពោះមុខខ្ញុំទេខ្ញុំចង់ឲ្យឯងស្បត់ថាឯងនឹងមិនមានមិត្តភក្តិនៅសាលាឡើយខ្ញុំចង់ឲ្យឯងស្បត់ថាមិនប្រឡងទទួលបានបន្ទូលល្អឡើយខ្ញុំចង់ឲ្យឯងស្បត់ថាឯងនឹងមិនរៀបគម្រោងប្រឆាំងនឹងខ្ញុំឡើយហើយខ្ញុំចង់ឲ្យឯងស្បត់ថាឯងនឹងធ្វើតាមខ្ញុំគ្រប់បែបយ៉ាងដោយគ្មានការបដិសេធហើយស៊ីស៊ីរបស់យើងនៅពេលដែលឮអញ្ចឹងគឺក៏បាននិយាយអីទេហើយបងអ៊ីរបស់យើងនឹងក៏បានយកដៃទៅលើកចង្ការរបស់ស៊ីស៊ីដល់និយាយថាតើឯងហ៊ានស្បត់ទេថាឯងនឹងខ្លាចជាសត្វចិញ្ចឹមរបស់ខ្ញុំនិយាយអញ្ចឹងហើយគឺថាគេយកជើងទងឯក្បាលស៊ីស៊ីអីចឹងណាហើយគឺថាវាងអ៊ីរបស់យើងក៏បានគិតថាហើយខ្លួនស្ទើរតែឈឺជើងទៅហើយបន្ទាប់ពីខ្លួននឹងសម្អាតជើងរបស់ខ្លួនច្រើនដងពេក
ចង់និយាយថាគិលាសមាជិករបស់គេស្អាតហើយបើគេហ៊ានយកជើងតារ៉ាលើក្បាល CC អញ្ចឹងណាហើយវាអីបើយើងក៏ចង់មើលថាតើពេលណា CC របស់យើងនឹងខឹងព្រោះអីនៅក្នុងប្រឡំលោកដើមនៅពេលដែលវាងអ៊ីធ្វើបាប CC អញ្ចឹងគឺ CC របស់យើងនឹងគាត់បានងើបប្រឆាំងនឹងវាងអ៊ីជាលើកដំបូងបើថាមកមើល CC របស់យើងវិញគឺកំពុងតែសង្គ្រោះថ្មិញហើយប៉ុន្តែដឹងសង្គ្រោះថ្មិញរឿងអីទេចាំមើលហើយមានចាប់ប្រាប់មួយទៀតថានៅពេលដែលវាងអ៊ីនឹងយកកសែងចំភ្នែក CC គឺ CC អីមើលឃើញការគិតរបស់វាងអ៊ីទៀតទេហើយក្នុងចិត្តវាងអ៊ីរបស់យើងវិញគឺថាគាត់ចង់ធ្វើបែបហ្នឹងទេតែគាត់ត្រូវតែធ្វើអញ្ចឹងដើម្បីឲ្យគាត់អាចរុញ CC របស់យើងនឹងចូលទៅក្នុងទូដែលងងឹតហើយទុច្ចអៀតនឹងបន្តថាដោយសារតែ CC របស់យើងអាចផ្លាស់ទីក្នុងកន្លែងទុច្ចអៀតបែបនេះហើយធ្វើឲ្យគាត់អាចកើតជំងឺដែលជំងឺនឹងដែរវានឹងធ្វើឲ្យយើងខ្លាចភាពងងឹតខ្លាចកន្លែងទុច្ចអៀតហើយនេះដែរគឺជាដំណាក់កាលសម្រាប់ឲ្យតួឯកស្រីរបស់យើងមកព្យាបាលតួឯកប្រុសអញ្ចឹងណាហើយបងអ៊ីរបស់យើងក៏បានធ្វើមុខស្មើដោយគិតថាហេតុអ្វីបានជាតួឯកនៅក្នុងរឿងប្រឡំលោករបស់ក្មេងស្រីចូលចិត្តកាត់ជំងឺចម្លែកបែបនេះបន្ទាប់ពីខ្លួនពងកាត់ហើយគឺស្រាប់តែ CC របស់យើងនឹងបានរើអំរះហើយបងអ៊ីរបស់យើងក៏បាននិយាយថាវ៉ាវទីបំផុតវាបានមកដល់ហើយឥឡូវយើងមកមើលចិត្តបន្ថែមម្ដងក្នុងកំណត់របស់ CC គាត់បាននិយាយថាគាត់អាចមើលឃើញការគិតរបស់វាងអ៊ីទេដូច្នេះហើយវាជាហេតុដែលធ្វើឲ្យគាត់នៅអត់សុខដោយគ្មានការណែនាំពីកំណត់ខាងក្នុងរបស់វាងអ៊ីខ្ញុំមិនដឹងថាខ្ញុំគួរធ្វើអ្វីនោះទេឥឡូវយើងចូលមកដល់សាច់រឿងរបស់យើងវិញវាងអ៊ីបាននិយាយថាវ៉ាវទីបំផុតវាមកដល់ហើយបានន័យថាទីបំផុត CC របស់យើងផ្ទុះកំហឹងហើយវាងអ៊ីរបស់យើងក៏បាននឹកកន្លែងដែលខ្លួនឯងនឹងនិយាយថា CC ជាឆ្កែរបស់ខ្លួនជាមួយនឹងកម្រិតនៃការអន់ចិត្តទាំងអស់នេះហើយ CC នឹងងើបប្រឆាំងនឹងខ្ញុំដែលរំលោភបំពានប្រមាថគាត់រយៈពេល2ឆ្នាំកន្លងមកនេះខ្ញុំប្រកាសថាគាត់នឹងក្រោកប្រឆាំងហើយវាប្រហារមកលើខ្ញុំយ៉ាងធ្ងន់ធ្ងរហើយនេះគឺជាអ្វីដែលវាងអ៊ីរបស់យើងកំពុងតែសម័យហើយវាងអ៊ីរបស់យើងក៏បានបន្តថានេះក៏ជាដង្វាយធួនសម្រាប់អំពើបាបរបស់ខ្ញុំកន្លងមកដែរកន្លែងនេះគឺចង់បានន័យថារាល់ពេលដែលគេវា CC ហើយឥឡូវឲ្យ CC មកវាប្រហារលើគេវិញនឹងធ្វើឲ្យវារួចគ្នាពេលដែលវាងអ៊ីរបស់យើងសម័យជាងចប់ក៏សុទ្ធតែលឺសំឡេងវូចំស្អីគេហ្នឹងហើយវាងអ៊ីរបស់យើងគឺថា slur តែម្ដងគឺថា CC តូចរបស់យើងមិនបានវាប្រហារខ្លួនទេតែមកព្រោះវូដូចជាកូនឆ្កែវាងអ៊ីរបស់យើងគឺថាមានជាការកាំងខ្លាំងចំស្អីគេហ្នឹង CC របស់យើងហ្នឹងក៏បានព្រោះវូទៀតដល់ដែលគាត់ក្នុងចិត្តថាហើយបានជាបងប្រុសធំគាត់អត់និយាយអីចឹងតើនេះអាចគ្រប់គ្រាន់សម្រាប់គាត់ទេឬគាត់ចឹងហើយ CC របស់យើងក៏បានព្រោះវូទៀតហើយបើថាមើលកំណត់វាងអ៊ីរបស់យើងវិញចាំបន្តិចនេះមិនមែនជារបៀបដែលត្រូវបានសន្មតថាសាច់រឿងនឹងកាត់ឡើងនោះទេត្រូវទេគេចង់បានន័យថាសាច់រឿងដើមគឺ CC របស់យើងត្រូវហក់មកខំខ្លួនតែឥឡូវមកព្រោះចឹងហើយវាងអ៊ីរបស់យើងក៏បានចាប់លើកមុខ CC ដែលគាត់ក្នុងចិត្តថាតើពេលនេះគាត់មិនត្រូវអាអន់ចិត្តនឹងផ្ទុះកំហឹងទេឬហើយហក់មកវាប្រហារខ្ញុំអូននោះវាងអ៊ីរបស់យើងខុសសាច់រឿងទៀតហើយក្នុងកំណត់ CC របស់យើងក៏ឆ្ងល់ដែរហើយក៏ឆ្ងល់ថាមិនបងប្រុសធំមិននិយាយអីចឹងតើខ្ញុំយល់ច្រឡំចំពោះការនិយាយរបស់គាត់ទេហើយជាគាត់មិនបានចង់ឲ្យខ្ញុំធ្វើជាឆ្កែទេព្រោះអីគាត់តែងតែនិយាយផ្ទុយត្រឹមត្រូវហើយបងប្រុសអីគាត់ចូលចិត្តនិយាយបែបផ្ទុយហើយក៏នៅឃើញដល់ពេលដែលវាងអ៊ីរបស់យើងថាខ្លួនអាក្រក់ប៉ុន្តែនៅក្នុងចិត្តថាខ្លួនគួរឲ្យស្រឡាញ់នៅពេលដែលខ្ញុំមិនអាចមើលឃើញគំនិតខាងក្នុងរបស់គាត់សកម្មភាពរបស់ខ្ញុំដែលល្អបំផុតនោះគឺត្រូវធ្វើផ្ទុយពីអ្វីដែលគាត់និយាយស៊ីនស៊ីអានហេតុអ្វីបានជាអញកំសាកបែបនេះបើសិនជាអញជាក្មេងប្រុសឯងគ្រាន់តែក្រោកឈរឡើងហើយប្រយុទ្ធប្រឆាំងនឹងខ្ញុំទៅវាត្រូវតបមក AQ របស់ CC របស់យើងគឺថាវល់ខួរតែម្ដងបើសិនជាខ្ញុំត្រូវធ្វើផ្ទុយពីអ្វីដែលបងប្រុសអ៊ីនិយាយនោះមានន័យថាខ្ញុំមិនត្រូវប្រឆាំងនឹងគាត់ឡើយត្រូវទេបងប្រុសខ្ញុំនឹងមិនប្រយុទ្ធប្រឆាំងជាមួយនឹងបងទេខ្ញុំសន្យាថាខ្ញុំនឹងធ្វើជាសិស្សល្អនៅសាលានិងស្ដាប់តាមបងគ្រប់យ៉ាងហើយមើលវាងអីរបស់យើងវិញគឺថាកញ្ញាខួរតែម្ដងហើយតែខ្ញុំមិនសុំឯងសន្យាទេគឺថាកៀងនឹង CC លង្កាជាថ្មបណ្ដោយខ្ញុំនឹងធ្វើជាក្មេងប្រុសល្អម្នាក់បើមើលវាងអីរបស់យើងវិញគឺថាលឹងចង់កៀងបេះដូងចេញឈាមតាមមាត់អីនេះកុំប្រាប់ខ្ញុំថាខ្ញុំវាធ្វើបោកគាត់ខ្លាំងពេករហូតដល់គាត់មានបញ្ហាខួរក្បាលណាទៅការគិតមិនសមហេតុផលទោះឲ្យប្រុសប្រកបត្រូវតែជាមនុស្សធម្មតាហើយនៅថ្ងៃអនាគតគាត់នឹងក្លាយទៅជាមនុស្សដ៏អស្ចារ្យគាត់មិននឹងអាចក្លាយជាបែបនេះបានទៅនៅពេលដែលគិតចប់ហើយវាងអ៊ីរបស់យើងក៏បានចាប់ទាញ CC ឲ្យក្រោកឡើងព្រមទាំងចាប់ក្បាល CC របស់យើងហើយនិយាយថាខ្ញុំចង់ឲ្យឯងខំខ្ញុំមួយខ្លាំងឲ្យអស់ពីសមត្ថភាពរបស់ឯងនៅកន្លែងនេះហើយ CC របស់យើងបានភ្ញាក់ថាហឺខ្លួនអត់ចង់ធ្វើបែបហ្នឹងទេខ្ញុំត្រូវតែធ្វើផ្ទុយពីគាត់វាងអ៊ីរបស់យើងក៏បានឆ្លើយទាំងខឹងខ្ញុំមិនខ្វល់ទេខ្ញុំចង់ឯងខាំខ្ញុំត្រូវការឲ្យ CC ខាំខ្ញុំរហូតដល់មានស្លាកស្នាមវាគឺជាតម្រូវការចាំបាច់សម្រាប់បំពេញបេសកកម្មនេះព្រោះវាពាក់ព័ន្ធនឹងការឆក់ដោយចរន្តអគ្គិសនីស្របពេលជាមួយគ្នានោះដែរគឺថា CC របស់យើងក៏បានរំរាស់គិតចេញពីដៃរបស់វាងអ៊ីប៉ុន្តែគាត់ក៏បានបាត់បង់លំនឹងហើយក៏ដួលផ្ងាទៅក្រោយទៅហើយវាងអ៊ីរបស់យើងនៅពេលដែលឃើញយើងថាមិនអាចទេក៏បានស្ទុះទៅជួយ CC យ៉ាងលឿនហើយក៏បានយកដៃទៅទ្រក្បាលរបស់ CC បើមិនចឹងទេក្បាលរបស់ CC នឹងទៅបុកនឹងអត់ហើយមើល CC របស់យើងវិញគឺថាគាត់រំភើបខ្លាំងមែនតើអញ្ចឹងណាបងប្រុសហើយក៏មើលមកវាងអ៊ីឈឺខ្លាំងណាស់តែវាល្អខ្លាំងណាស់ដែលគាត់មិនត្រូវរបួសហើយស្របពេលជាមួយគ្នានោះដែរគឺថាទ្វារគេបានរបើកអីចឹងណាគឺថាមានគេទីក៏ពីម្ដាយរបស់វាងអ៊ីហ្នឹងវាងអ៊ីតោះទៅផ្សារជាមួយម៉ាក់ពួកយើងទៅតែងសម្លៀកបំពាក់ពីនេះហើយគឺថាកាំងតែម្ដងមើលឃើញរូបភាពចឹងអីតើអ្នកណាមិនកាំង
Càng pi mùi, càng mà đai vàng ý, tại xì ăn viên càng tế bưu kiện đang sầu ấy hằng này. Mà đai vàng ý vẫn khơi rụp hiệp chân tớ mẹ làm thang khluôn nâng chặt trên phật của bọn nó lời kèm mà dĩ nị. Thà cốt càng nâng cho ho mọt đòi giấy thạ vàng ý. Mạ vàng ý bởi những cái mà được tàu chạm mạ bỏ khluôn, khai mạ bỏ khluôn đùa lấy chân này. Mình thò thà, mạ sắp chim bọt sai viêm đây ở đây đã mạ cầm mông tới cất tê. Hàm đây bỏ vàng ý bên của bọn giấy thà, vàng ý nâng chùm mà tam khluôn ở lâu ní phliềm. Chót bần thèm. Lương bọn giấy thà cho bực châm pra rồi bỏ mình lên từng ón đi sầm lập chốt đi dòng mình đấy. Bỏ bố của bọn giấy thà khmien phlâu tê. រឿងរបស់យើងក៏បានចាប់ទៅសិនសូមរងចាំទស្សនាភាពបន្តនៅពេលក្រោយ